ស្វាគមន៍មកកាន់កម្មវិធីចេះតែនិយាយទៅហើយថ្ងៃនេះយើងមាន topic មួយជជែកតាមភាសាសម្ដេចណាគាត់ថាមានអ្នកចិត្តខាងល្អដូចមានមាសមានអ្នកចិត្តខាងអាក្រក់ដូចមានមីនអាហ្នឹងយើងជជែកគ្នាទីទៅយើងទាញយើងអាចជជែកគ្នាពីបទពិសោធន៍យើងនៅមួយអ្នកចិត្តខាងរបស់យើងចេញមិនទេcắt nước mỡវាលយវា cắt nước mỡ rồi khẩu đi ហ្នឹងហើយដំបូងឡើយយើងក៏មិនទាន់ទៅណាឆ្ងាយពីព្រំដែនយើងដែរព្រោះសិតតែអ្នកចិត្តខាងដែរយើងល្អដែរណាបងប្អូនខាងនោះក៏ល្អបងប្អូនខាងនេះក៏ល្អតែពួកចង់បាន មានកំណត់ណាឥឡូវយើងនិយាយចំហ្មងមិនបាច់ចាំនិយាយនិយាយសៀនបដ ទៅចឹងហ្មងមិនបាច់ថាចិត្តខាងនៅចិត្តខាងទៅឈ្មោះចំនិយាយអ្នកចិត្តខាងជាប់ប្រទេសសិនហ្នឹងហើយ700ឆ្នាំប្រហែលឆ្នាំដែលឈ្លានពានយើងរហូតហើយមានមើលដល់ប្រវត្តិឯងថាខ្លួនឯងតែហ្នឹងចេញមកពីប្រភពណាមកពីណាមកជ្រកកោនគេពេលណាយើងដំបូងខ្លួនឯងយើងរៀនពីប្រវត្តិសាស្ត្រសិនណារៀនពីប្រវត្តិសាស្ត្រសិនយកពីប្រវត្តិសាស្ត្រមិនបានយើងដឹងថាអូខេខ្មែរយើងហ្នឹងយើងដឹងប្រវត្តិសាស្ត្រយើងដឹងថាខ្មែរលើជាង20ខេត្តហ្នឹងជារបស់យើងមែនតែស្គាល់ថាយើងហ្នឹងទៅទៀមទាវិញអត់ទៅទៀមអត់យើងអត់ទេអូខេជុលខ្ញុំបោះបង់ហើយបាត់បង់ហើយបាត់បង់ចោះណាយើងមានផែនទីរបស់យើងហើយច្បាស់លាស់ហើយហ្នឹងហើយយើងសុំថារាល់ថ្ងៃនេះយើងមានប៉ុណ្ណឹង181,000ហ្នឹងសុំនៅប៉ុណ្ណឹងសុំតែមិនមានលំកុំចូលបានហើយហើយតែអ្នកចូលតែជន់មានហើយជន់មានតែខ្លួនឯងក្រុមការងារគេដើរជន់មានណាហើយមួយទៀតរឿងផ្ទះប្រជាពលរដ្ឋដែលនៅអូបេជន់អីណានៅភូមិរុងរឿងហ្នឹងភូមិពុតជ័យណាដែលតែគាត់មាននៅស្រាប់ហើយតម្លៃមកប៉ុតទៅតែគាត់ហើយរកបាច់ជួស្មានតាប្រទេសហ្នឹងយើងទៅធ្វើចូលដីវាបានតែ1ម៉ែត្រអីមិនដល់តែដល់ភូមិចឹងទេបើសិនជាភូមិហ្នឹងតែហ្នឹងយើងរបស់ប្រទេសហ្នឹងយូរហើយវាយូរហើយវាមិនតែមិនយកឡើយទេណាមានន័យថាវារលេះដាក់រលេះរកបន្លោះណាវាមើលគេម្ល៉េះនេះវាអាចធ្វើបានធ្វើខ្ញុំធ្វើទៅតែបើសិនជាយើងពិតយកដៃវាមែនណាអាជាតិសាសទាំងរៃហ្នឹងទៅច្រើន1ម៉ោងទេមិនដល់1ម៉ោងផងវាយកវិញហើយមិនមែនដល់ធ្វើបាត់ដល់ភូមិមួយគេ1ម៉ែត្របានហើយ1ម៉ែត្រការ៉េធ្វើតែ1ម៉ែត្រការ៉េចុះដៃវាយើងដេកយូរសពអត់ឃើញហ្នឹងបាទខ្ញុំចង់បន្ថែមបន្តិចបើសិនជាយើងឧទាហរណ៍ថាបើសិនជាផ្ទះអ្នកភូមិធ្វើនៅលើទឹកដីពួកអាចោសៀមែនហ្នឹងហើយតើអ្នកណាគេអ្នកចាញ់ប្លង់ឲ្យណាមិនមេភូមិអ្នកចាញ់ឲ្យមេភូមិណាប្រទេសណាឥឡូវមិនប្រទេសកម្ពុជាមកខ្លាំងយកសបុតនោះអីមកវាមិនដែរអត់មានទេណាហើយទៅឆែកមើលប្លង់ដីមិនប្លង់ស្រុកខ្មែរយើងប្លង់ហ្នឹងស្អាបងមលួសទៀតណាហើយគេដែរបង100អត់លើដីព្រោះបងធនាគារទៅមែនទេធនាគារអបអីរបស់គាត់ទៀតហ៎ធនាគារយកតែអត់នេះបាត់លុយឥឡូវយើងបកមកអ្នកចិត្តខាងយើងរស់នៅវិញព្រោះអាហ្នឹងវាជាសុជីវធម៌ចង់និយាយថាវាជាគោលបំណងកម្មវិធីយើងនិយាយពីសិលធម៌រស់នៅហ្នឹងហើយសិលធម៌បើកបយអញ្ចឹងណាបាទអ្នកចិត្តខាងរស់នៅជាប់គ្នាហ្នឹងវាមិនមែនថាសិតតែអាក្រក់សិតតែល្អទាំងអស់ទេវាមានតាមចរិតមនុស្សតាមគ្រួសារអញ្ចឹងណាឥឡូវយើងនិយាយពីឧទាហរណ៍ដូចគាត់ចាក់បាសច្រៀងផឹកស៊ីយប់ឡូឡាអញ្ចឹងណាដល់យប់ធាតដល់អីរំខានអ្នកចិត្តខាងមានអ្នកចិត្តខាងអញ្ចឹងអត់មានកាលនៅផ្ទះក្នុងសំណ12មានតែមកថ្មីតែបើស្រីចាស់ហ្នឹងគាត់ស្លាប់អស់ខ្លះហើយគាត់ចាស់ស្រីចាស់ហ្នឹងកាលសម័យមុនមួយផឹកមកមកពីដណ្ដប់មួយនៅជ្រៀងក្រៅអូខេឡើយមានអីស្រាប់អស់ខ្លះទៅជាងស្ងាត់ដែរលែងមានតែមេខ្លោងហ្នឹងព្រមមករយៈមុនបើយើងដល់ឆ្នាំមុនហ្នឹងមានមកថ្មីមកអូលពុកម៉ែសំលេងដូចរំធំបាសវត្តខ្លាំងនឹងអង្គើវាឆ្វាចហ្មងតទៅគេទៅប្រាប់គេអួតបាសខ្ញុំទៅអត់មានថាគិតណែថាអញឥឡូវចង់ចាក់ខ្លាំងចាប់មកល្មមចាក់ថាម៉ោង10ឬក៏ម៉ោង9កន្លះគេមិនខំទេយើងចង់ជ្រៀងម្នាក់ឯងទៅចាំមកចារឿងជ្រៀងហ្នឹង
អ្នកឯងគេថាអ្នកជាងប្រូតែខ្ញុំគេថាអ្នកជាងប្រូទេបើអ្នកឯងទៅដល់អាចរឿងរបស់មកពីអីណាទៅបើទៅអាចស្ដាប់បានខ្លះហ្នឹងហើយជ្រឿមកអូកតុងមកជ្រឿមកពី10មក1តោះតែគេបដិងបលិហើយតែគេបដិងបលិមែនអត់មានខួរក្បាលគិតនឹងឯងជួនកាលគាត់ចង់សុបាយម្ដងមួយយាមអីចឹងណាហើយលេងជ្រុលលេងរងថ្ងៃលេងរងថ្ងៃបើខ្ញុំវិញខ្ញុំចេញពីផ្ទះអីជាង10ឆ្នាំដែរជាងចេញផ្ទះខ្ញុំអាសូរតែនៅឆ្ងាយluônនៅវែងស្រីហ្នឹងមូលហេតុដែលខ្ញុំចេញពីផ្ទះដោយសារតែគេចាក់បាសពេកយើងត្រូវការគឺធ្វើការយើងកាត់តយើងអីយើងយើងថតយើងអីយើងត្រូវការស្ងាត់យើងអីយើងបានប្តឹងអីវាប្តឹងឆ្អែតវាឆ្អន់ណាតែវានៅតែដដែលច័ន្ទសៅរ៍ច័ន្ទអាទិត្យមិនច័ន្ទអាទិត្យហ្មងច័ន្ទមិនច័ន្ទហ្មងរាល់ថ្ងៃនេះសិតតែអ្នកចិត្តខាងល្អណាហ្នឹងល្អចិត្តខាងខ្ញុំអាសាឆ្លោះគ្នាឡូឡាឆ្លោះគ្នាហ៎ហូសាអ្នកចិត្តខាងល្អជ្រៀងងាកឡើងជ្រៀងឲ្យស្ដាប់ងាកឡើងខ្ញុំគេឆ្លោះគ្នាឲ្យស្ដាប់ហើយមានអំប៊ីសេរីឲ្យស្ដាប់យើងមកតិចបាសឲ្យmìnhចាក់យើងស្ដាប់មកល្អហ្នឹងយ៉ាងដែរយ៉ាងដែរតែគាត់ជ្រៀងបាក់ស្ដាប់អាហ្នឹងបញ្ហាធំបាសមួយនៅបញ្ហាទុកដាក់សម្រាមបញ្ហាលូតលូឆ្លោះគ្នាថាអាហ្នឹងយូរម្ដងតែឆ្លោះគ្នាច្រើននេះគេមានសម្រាមហ្នឹងហើយសម្រាមបានច្រើនមកបើថាលូយូរ 5-6 ឆ្នាំយើងធ្វើម្ដងហ្នឹងហើយតែបើជួយ 5-6 ឆ្នាំហ្នឹងអាហ្នឹងគេធ្វើរហូតទេជួនកាលវាស្ទះអីមកបាលូតែភាគច្រើនគឺសម្រាមហ្មងសម្រាមញាក់សាច់បដ ாய் មានតែយើងយកមានអាផ្ទះខ្លួនឯងអត់ព្រមដាក់នៅមុខហ្នឹងទេយកទៅដូរដាក់ផ្ទះគេពីដល់ហ្នឹងឡានសម្រាមចូលយកដល់ឧទាហរណ៍អញ្ចឹងឥឡូវផ្ទះខ្ញុំចុះនេះមួយអញ្ចឹងណាចូលឡានសម្រាមវាអត់អាចជីកឡើងទៅចុះនេះមួយnữaចូលហើយចុះវិញបានទេហ្នឹងហើយអញ្ចឹងយើងត្រូវមានកន្លែងគោលមួយតែកន្លែងគោលមួយយើងដឹងហើយតែពេលច្រើនអ្នកភូមិគេនាំគ្នាដាក់នៅម្ដុំហ្នឹងមកឲ្យវានៅម្ដុំហ្នឹងទៅកុំទៅបែកឆ្ងាយឆ្វេងស្ដាំអញ្ចឹងណាអាហ្នឹងករណីលើកលែងហ្នឹងហើយប៉ុន្តែអាកន្លែងខ្លះវាករណីវាមិនលើកលែងណាគេលក់កាទៀវលក់បាយព្រឹកឡើងដល់ពេលល្ងាចឡើងយកទៅសម្រាប់ដាក់ផ្ទះគេវាមិនស្អុយហើយគេបាយកាទៀវព្រឹកឡើងមានទៅនេះណាអាហ្នឹងវាដូចធ្វើបាបគេវិញអាហ្នឹងមួយទៀតចាខ្ញុំចង់និយាយរឿងផ្ទះខ្លះគាត់បើកលក់គ្រឿងសមុទ្រគ្រឿងអីណាគ្រឿងឆ្អាបគ្រឿងអីគ្រឿងស្អុយអីហ្នឹងធម្មតាអ្នកនៅក្រុមខ្យល់គាត់ស្អុយគាត់ធំក្លិនហ្នឹងមែនទេហ្នឹងហើយយើងគួរថាវាជាបំផុតទេបើយើងនៅជាប់គ្នាប៉ុន្តែយើងគួរយល់អ្នកចិត្តខាងយើងដែរយើងអាសាលាងអាសាបាញ់ទឹកណាសម្អាតវាឲ្យបានច្រើនដងហ្នឹងអត់យើងព្យាយាមធ្វើព្យាយាមសម្អាតទោះបីនៅសល់ខ្លះខ្លះក៏អ្នកចិត្តខាងយើងយល់ដែរហ្នឹងហើយបើមិនយើងមិនធ្វើសោះដល់ពេលគេមករកថាគេនឹងទៅច្រើនគេរកច្រើនថាគឺគ្រាន់តែស៊ីកើតបានហ្នឹងគេមានសិទ្ធបើកលក់អីវ៉ាន់លក់អីអាជីវកម្មរបស់គេអញ្ចឹងតែពិតគួរឲ្យយោគយល់គ្នាដែរកន្លែងហ្នឹងបើយើងទៅមើលពីដើមមកវិញណាអូបើនៅតាមស្រុកភូមិបបសឡមួយចានចែកគ្នាអ្នកនៅតាមភូមិស្រុកពីដើមឥឡូវខ្ញុំមិនដឹងអីផ្លែឆ្ងាញ់ចែកគ្នាអាហ្នឹងសិលធម៌ល្អរស់នៅបើថាមានបុណ្យទានវិញមកដៃមកជើងមកជួយគ្នាក្នុងភូមិហើយហ្នឹងដៃជើងស្លាប់បាត់គេមកជួយកាន់យមិតកាន់វែកឆាយកាន់ផ្ទះឆាយមកមកជួយធ្វើការនឹងជាបព្វធម៌មួយដែលល្អប៉ុន្តែដោយសារប្រទេសយើងចាប់ដើមចម្រើនអភិវឌ្ឍទៅមនុស្សចាប់ដើមអភិវឌ្ឍទៅលើបព្វធម៌នោះដែរការគិតអសិលធម៌ដែរមនុស្សរវល់រស៊ីយ៉ាងខ្លួនរវល់អីយ៉ាងខ្លួនហ្នឹងទៅក៏លែងមានទំនាក់ទំនងមួយអ្នកចិត្តខាងបាត់អស់ដល់ពេលឧទាហរណ៍មានបនទៀនអីធ្វើតរងអីមិនតិចហ្នឹងមកវិញចូលឡានអត់រួចហ្នឹងឆ្លោះគ្នាមុខកម្ៅវិញហ្នឹងឡូវហ្នឹងហើយតែបើហ្នឹងគួរយោគយល់គ្នាទៅត្រឡប់មកវិញភាគច្រើនយើងឃើញតែបញ្ហាកើតឡើងវានៅទីក្រុងរៀងច្រើនជាងតែខ្ញុំគិតថាប្រហែលជាអាចមកពីបញ្ហាយើង stress ផងរឿង stress ការងារយើង stress អីផងប៉ះតិចអលិអាហ្នឹងពេលភាគច្រើនខ្ញុំឃើញតែនៅខេត្តនៅអីវាអត់ដែលមានបញ្ហាអីទេអ្នកនៅសុកស្រែពេលច្រើនគេនៅតែបន្តបព្វធម៌ធ្វើការធ្វើមានន័យថាមានកម្មវិធីយើងជួយគ្នាម្ដាយជើងទៅហ្នឹងហើយតែភាគច្រើននៅទីក្រុងយើងវាមានសម្ពាធតិចរស់នៅរៀងសម្ពាធតិចអញ្ចឹងមានអីក្រៅពីការយោគយល់គ្នាថយមកចំភានម្នាក់អីចឹងទៅពេលថាដំបូងចឹងថាបាត់ចាត់ដល់យ៉ាងយើងវាមិនលឺដែរ
ចុះបើផ្ទះលើ តែមួយស្ពាល់ចាំមិនថាឥឡូវហ្នឹងសង្ឃឹមថាអ្វីមកនេះបងប្អូនដែលយើងបានមើលវីដេអូយើងលឺវីដេអូយើងហ្នឹងបតាយកយល់ ចេះខ្ញុំ ជ្រៀង ចង់ គេចង់កំជ្រៀងយូរពេក ខ្ញុំចង់ទាញទៅវិញណាខ្ញុំចង់ទាញទៅវិញអ្នកចិត្តខាងដែលគាត់បន្លំដាក់សម្រាប់ផ្ទះគេបន្លំដាក់តោចូលគេដីគេអីតិចតិចអញ្ចឹងណាហ្នឹងហើយសំបីដាក់អីវ៉ាន់ក៏ដាក់ចូលផ្ទះគេអីអញ្ចឹងណាយើងកន្លែងទៅមើលថៃវិញក៏យើងស្អប់ថៃអីណាឆ្លៀនពៀនគេអីហ្នឹងហើយយើងកន្លែងមើលខ្លួនឯងទៅហើយទាញមកវិញថាយើងជាមនុស្សល្អអត់ថាយើងធ្វើអញ្ចឹងវាត្រូវអត់បើយើងស្អប់ថៃដែរចង់បានដីយើងដែរទៅដើមដីយើងនេះហើយយើងទៅ ចាំមានចំនួនមួយចង់ធ្វើជាចិត្តខាងបែបខ្មែរក៏បែបថៃខ្ញុំចង់ធ្វើចិត្តខាងបែបខ្មែរយើងណាដោយសារតែយើងជាប់សង្គ្រាមហើយយើងនៅតាមពិតយើងថតបានច្រើនឈុតមិនច្រើនវគ្គហើយច្រើនភាគហើយអញ្ចឹងចាប់ពីហ្នឹងទៅយើងសុំតម្លាក់អាចាស់ដែលយើងថតព្រោះដោយសារអីវាមានសោតច្រើនពេកនឹងខ្លាចបងប្អូនដែលគាត់មើលទៅគាត់ថាអីប្រទេសកំពុងសង្គ្រាមពួកអីគាត់ទៅសុបាយប៉ុន្តែមិនមែនទេយើងថតតាំងមុនសង្គ្រាមមកពេលសង្គ្រាមមកយកបានផុសទៅណាយើងបានផុសយើងក្រែងចិត្តដែរណាអញ្ចឹងចាប់ពីshowហ្នឹងហើយយើងនឹងតម្លាក់មួយអាទិត្យមួយតាមក្រោយទៀតហ្នឹងអូខេអរគុណច្រើនជម្រាបលាអរគ្នាអរគុណច្រើនក្នុងការទស្សនាវីដេអូដែលអត់ប្រយោជន៍ទាំងអស់នេះបាទជួបគ្នានៅវីដេអូអត់ប្រយោជន៍វគ្គក្រោយទៀតអូខេបាយ